ស្ដីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តសម្រាប់អ្នកចង់បាក់កាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះទេយើងមិនជឿទេមេឃថ្មច្បាស់ជាបានជួបដោយភាពងងឹតទេតើនាងអាចសម្លាប់ដោយរបៀបណាមុនពេលខ្ញុំមកដល់ទីនេះខ្ញុំបានរុករកបន្ទាយរួចហើយដាក់អន្ទាក់វេទមន្តនៅកន្លែងដែលពួកគេអាចលាក់ខ្លួនដើម្បីសម្លាប់ខ្ញុំពីព្រោះអន្ទាក់ទាំងនោះខ្សោយនិងងាយស្រួលរកឃើញនិយាយឲ្យស្មោះត្រង់ទៅខ្ញុំមិនគិតថាផែនការនេះនឹងដំណើរការទេប្រហែលជាពួកគេបានបញ្ជូនមកសម្លាប់ក្នុងគោលបំណងបំភ័យខ្ញុំសូម្បីតែប្រាសាទរបស់ម្ចាស់សត្វត្រីអែលក៏គួរឲ្យចាប់អារម្មណ៍ជាងនេះដែរហើយមានការការពារប្រឆាំងនឹងវេទមន្តប៉ុន្តែតើអ្នកពិតជាគិតថាខ្ញុំអាចត្រូវបានគេសម្លាប់បានយ៉ាងងាយស្រួលមែនទេខ្ញុំអាចខ្សោយជាងនេះទេខ្ញុំសង្ស័យវាពួកគេគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះដោយវិធីនេះខ្ញុំនឹងប្រាប់អ្នករឿងមួយសម្រាប់ខ្ញុំអ្នកគឺជាខ្ញុំអាចសម្លាប់អ្នកដោយខ្លួនឯងបាននោះជារឿងអកុសលអូខ្ញុំគិតថាយើងពិតជានឹងចរចាមែនរងចាំខ្ញុំមិនគួរជឿអ្នកទេស្ដាប់ខ្ញុំវាទំនងជាអ្នកក្រមបង្គាប់ម្នាក់របស់យើងបានជាយើងសម្លាប់អ្នកខ្ញុំមិនដឹងទេយើងគ្មានចេតនាសម្លាប់អ្នកទេខ្ញុំមិនដឹងថាពួកគេជានរណាទេយើងចង់ឃើញអ្នកដែលដណ្ដើមយកនគរអែលត្រូវហើយយើងទន្ទឹងរង់ចាំគេប្រជុំនេះខ្ញុំជឿអ្នកយើងមិនដែលហ៊ានធ្វើរឿងបែបនេះទេយើងនឹងស្វែងរកជនល្មើសហើយបញ្ជូនគាត់ទៅកាន់ប៉មដោយផ្ទាល់ឬប្រហែលជាវាជាពួកឧទាមមួយចំនួនមកពីនគរអែលទុកវាឲ្យយើងដោយ Eder Dinsai មែនហើយយើងនឹងរកឃើញអ្នកដែលចង់ជាជ្រែកជាមួយសម្ព័ន្ធភាពរបស់យើងប៉ុណ្ណឹងហើយឬនៅសំទោសបើខ្ញុំឆ្លើយតើខ្ញុំយល់ច្រឡំទេយើងអាចចាក់ចេញឥឡូវនេះខ្ញុំស្នើឲ្យយើងមានវិធីជប់លៀងតូចមួយនៅក្នុងបន្ទប់មួយទៀតដើម្បីអបអរសាទរមិនអីទេខ្ញុំរីករាយដែលបានយល់ច្រឡំរបស់យើងត្រូវបានដោះស្រាយដោយសន្តិវិធីតែអ្នកចង់ពិនិត្យអ្វីទេលើកលែងតែតើខ្ញុំអាចពិនិត្យអ្វីមួយបានទេក្នុងករណីនេះពិធីជប់លៀងមួយដើម្បីជាកិត្តិយសរបស់ខ្ញុំនៅលើជំកោះដាតអែលខ្ញុំយល់ហើយអ្នកកំពុងនិយាយថាគ្មាននរណាម្នាក់ត្រូវបានជួលឲ្យសម្រាប់ខ្ញុំទេឬខ្ញុំចង់ឲ្យអានអនុសាសន៍របស់អ្នកហើយធ្វើឲ្យប្រកាសថាអំពីរឿងនោះដូចជាអ្នកណាអ្នកដើម្បីឲ្យច្បាស់លាស់បើវាពិតជាបុគ្គលិកម្នាក់របស់យើងមែននោះវាពិតជាមិនអីទេប៉ុន្តែបើអ្នកកុហកអ្នកនឹងបាត់បង់ជីវិតខ្ញុំសង្ឃឹមថាអ្នកកំពុងនិយាយការពិតការជាប់ពាក់ព័ន្ធខ្ញុំមិនដឹងទេពិតជាខ្ញុំមិនដឹងអ្វីទាំងអស់ស្ងាត់ទៅខ្ញុំត្រូវតែធ្វើឲ្យប្រកាសថាគ្មាននរណាម្នាក់ឮសំឡេងស្រែករបស់អ្នកទេនោះហើយជាមូលហេតុដែលខ្ញុំប្រើវេទមន្តស្ងប់ស្ងាត់ឥឡូវនេះពេលខ្ញុំអានអនុសាសន៍អ្នកកំពុងជឿចាប់ខ្លាំងណាស់ដូច្នេះឥឡូវនេះអ្នកអាចស្រែកបានគ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែអ្នកដឹងទេវាមិនល្អទេក្នុងការលើកដៃរបស់អ្នកទៅកាន់ស្ត្រីនោះជាការដាក់ទណ្ឌកម្មរបស់អ្នកចង់ប្រើមន្តអាគមមែនទេជាមួយនឹងកម្រិតទាបរបស់អ្នកវានឹងមិនបង្ករបួសលើខ្ញុំទេហើយខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាកុំឲ្យដើរតាមកន្លងរបស់គាត់អង្គុយឲ្យស្ងៀមហើយកុំរើដូច្នេះសូមអនុញ្ញាតឲ្យខ្ញុំពិនិត្យមើលការចងចាំរបស់អ្នកដូច្នេះខ្ញុំបានឲ្យពួកគេប្រហារជីវិតការពឹងប៉ធ្វើបាបជីវិតខ្ញុំគឺជាទង្វើពីការចងចាំរបស់ពួកគេខ្ញុំបានដឹងថាទាំងអស់នេះគឺជាសម្រាប់គោលបំណងអាត្មានិយមរបស់ពួកគេខ្ញុំបានរកឃើញនរណាម្នាក់ដើម្បីជំនួសក្រុមប្រឹក្សាទាំងមូលនៅទូទាំងប្រជុំកោះរួចហើយអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកអេមីលីដូច្នេះពួក Dark Air ឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងហើយនិយាយអំពីការចងចាំរបស់ពួកគេវាមិនសមនឹងវាទេប្រហែលជាវាជា Master អ្នកនិយាយថាមានអ្វីមួយអំពីកោះនោះហើយមាននរណាម្នាក់ខាងពូកែបានលេចឡើងនៅទីនោះប្រហែលជាប៉ុន្តែផ្ទាល់ខ្លួនខ្ញុំគិតថាវាជាប៉ុន្តែខ្ញុំគិតថាវាមានជាប់ទំនាក់ទំនងនឹងពួកអែលជាន់ខ្ពស់មានមួយក្នុងចំណោមនោះដែលខ្ញុំចង់សងសឹកកោះអូនីគឺជាប្រទេសកោះមួយ
តែអណ្ដែតនៅក្នុងមហាសមុទ្រខាងលិចដែលមានអារក្សរស់នៅអូភូរ៉ូជាសមាជិកម្នាក់នៃពូជសាសន៍នោះខ្ញុំដឹងយើងបានចាប់ផ្ដើមរៀបចំសម្ព័ន្ធភាពជាមួយនគរមនុស្សទឿនិងអនុវត្តផែនការសងសឹករបស់ Nano រួចហើយមែនហើយវាជាការល្អក្នុងការស្វែងយល់អំពីសញ្ញានៃអ្នកជំនួយការនៅលើកោះអូនីលើកលែងតែប៉ុន្តែយើងមិនផ្លាស់ប្ដូរអ្វីទាំងអស់ឬអ្នកចង់ផ្លាស់ប្ដូរផែនការរបស់អ្នកប៉ុន្តែក្រៅពី Master មាននរណាម្នាក់ផ្សេងទៀតដែលពួកគេគិតថាមានគ្រោះថ្នាក់ខ្ញុំពិតជាចង់ដឹងចង់ឃើញណាថាមានអ្វីកើតឡើងនៅលើកោះអូនីខ្ញុំគិតថាគាត់នៅក្នុងនគរមនុស្សទឿនោះហើយជាមូលហេតុដែលសម្រាប់ពេលនេះយើងប្រកាន់ភ្ជាប់នៅផែនការជាមួយនគរមនុស្សទឿយើងមានអំណាចដើម្បីអនុវត្តផែនការទាំងពីរប៉ុន្តែវានឹងមិនងាយស្រួលទេដូចដែលលោកម្ចាស់ឡៃបានបញ្ជាចំពោះអូនីសូមប្រើព័ត៌មានអំពីវាមកខ្ញុំទីបំផុតដល់ពេលសងសឹកហើយខ្ញុំបានរងចាំយូរហើយខ្ញុំឆ្ងល់ថាតាមមុខរបស់គាត់មើលទៅដូចអ្វីឥឡូវនេះដោយអ្នកដទៃដែរគាត់គិតថាគាត់ស្លាប់ដែរខ្ញុំចង់ឃើញគាត់រមួលខ្លួនដោយការឈឺចាប់បំផុត